ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខាងបងមកប្រាប់ពីការភ្ជាប់កាមេរ៉ាទៅលើ app Ocam Pro ជាហ៊ានដំបូងគឺបងត្រូវមានទៅលើកម្មវិធី Gmail ដើម្បីមាន account Gmail ដើម្បីយើងយក account Gmail ហ្នឹងទៅ register នៅក្នុង app Ocam Pro អញ្ចឹងសម្រាប់ការ download app Ocam Pro គឺយើងត្រូវយកចូល App Store ហើយបង search ទៅរក app Ocam Pro ដើម្បី download នេះគឺវា load Ocam Pro មកជូនហើយអញ្ចឹងមកចុច Ocam វា Ocam Pro ហើយបងនឹងឃើញ app របស់វាហ្នឹងហើយអានេះដោយសារតែបង download រួចបើសិនជាបងអត់ទាន់ download ទេបងជួយ download មកអញ្ចឹងសម្រាប់បង download រួចរាល់ហើយបងមាន app រួចរាល់ហើយអញ្ចឹងបងចុចចូលទៅក្នុង app ពេលបងចុចចូលទៅក្នុង app គឺបងអត់ទាន់មាន account ទេសម្រាប់បងទៅតែ download ថ្មីអញ្ចឹងតតែបងបង្កើត account នៅលើ app Ocam Pro សិនទៅបងអាចភ្ជាប់ជាមួយនឹងកាមេរ៉ាបានអញ្ចឹងជាហ៊ានបន្តទៀតគឺយើងចុចទៅលើពាក្យ register មុននឹងចុចលើពាក្យ register យើងត្រូវគ្រីសវាឲ្យចេញសញ្ញាគ្រីសទាំងពីរសិនមកយើងចុចពាក្យ register ដល់ចំណុចហ្នឹងគឺបងត្រូវជ្រើសរើសប្រទេសអញ្ចឹងយើងជ្រើសរើសប្រទេសរបស់យើងចុចលើអក្សរ C មកគឺវានឹងឃើញ Cambodia របស់យើងហើយអញ្ចឹងចូលដល់ជំហានទី2នេះគឺយើងត្រូវ add ទៅលើ account Gmail ឬក៏ email របស់យើងហ្នឹងសម្រាប់ account email គឺយើងត្រូវទៅមើលនៅក្នុងកម្មវិធី email របស់យើងនេះគឺបងមាន account ឈ្មោះ account email របស់បងនេះអញ្ចឹងបងយក account ហ្នឹងដើម្បីទៅ register account នៅលើ app Ocam Pro អញ្ចឹងបងវាយអាហ្នឹងចូលតែម្ដងដើម្បីសារកូដបញ្ជាក់ត្រង់ហ្នឹងគឺបងវាយឲ្យបានត្រឹមត្រូវទើបវាផ្ញើកូដជូនទៅក្នុងកម្មវិធី Gmail នៅលើទូរស័ព្ទដៃដែលភ្ជាប់ទៅលើកម្មវិធី Gmail ហ្នឹងបានវា send ទៅអញ្ចឹងឲ្យបង send កូដវាទៅដល់ចំណុចហ្នឹងគឺយើងត្រូវទៅយកកូដនៅក្នុងកម្មវិធីហ្នឹងហើយនេះគឺវា load មកអញ្ចឹងបើសិនជាវាអត់ load មកទេបងក៏អាច scroll មកក្នុងកម្មវិធី Gmail ហើយទាញវាមកតិចមកគឺវានឹង load នៅខាងលើគេហើយចឹងមកចុចចូលមកគឺมันឃើញលេខកូដ4ខ្ទង់នឹងតែម្ដងអញ្ចឹង1576អញ្ចឹងមកយក1576ហ្នឹងយកមកវាយនៅក្នុងហ្នឹងមកអញ្ចឹងមកបងប្អូនលេខផ្សេងគឺបងវាយតាមលេខដែលគេសារមកហ្នឹងណាចូលដល់ចាហ៊ាននេះគឺ set ទៅលើ password អញ្ចឹងសម្រាប់ set password នេះគឺយើងត្រូវ set 2ដងឲ្យដូចគ្នាខាងលើដាក់ខាងម៉េចខាងក្រោមដាក់បែបហ្នឹងដែរសម្រាប់ password គឺដាក់ចាប់ពី8ខ្ទង់ឡើងទៅអញ្ចឹងសម្រាប់បងដាក់អក្សរធំលាយអក្សរតូចហើយនឹងលាយលេខអញ្ចឹងបងឬក៏បងឲ្យដាក់សញ្ញាក៏បានដែរតែបើសារបងដាក់សញ្ញាអាចភ្លេចអីបងដាក់ជាលេខជាមួយនឹងអក្សរតាមបងអូនបែបនេះឬក៏ស្រដៀងបងអូនបែបផ្សេងក៏បានដែររួចហើយបងចុចទៅលើពាក្យ done មកវាអត់ឲ្យដំណើរការវាដំណើរការរួចរាល់ហើយអញ្ចឹងពេលវាដំណើរការរួចរាល់គឺវាចេញឈ្មោះ Gmail ដែលបងបានបង្កើតមុនហ្នឹង register មុនហ្នឹងនិង password ដែលបងដាក់មុនហ្នឹងតែប៉ុណ្្នឹងមករួចរាល់ហើយអញ្ចឹងបងចុចទៅលើពាក្យ login តែប៉ុណ្្នឹងមកគឺបងអាចភ្ជាប់ជាមួយនឹងកាមេរ៉ាបានហើយគឺយើងអាចបង្កើតនៅលើ app នេះរួចរាល់អស់ហើយអញ្ចឹងបងឈានមួយទៀតបងទៅដោតកាមេរ៉ាមកនេះកាមេរ៉ាប្រភេទ lens 3ដែលប្រើប្រាស់ជាមួយនឹង app Ocam Pro អញ្ចឹងបងអូនដោតភ្លើងវាដើម្បីឲ្យវាដំណើរការភ្លើងមានភ្លើងចូលអញ្ចឹងយើងរងចាំកាមេរ៉ា plate ដើម្បីឲ្យកាមេរ៉ាមានភ្លើងចូលដើម្បីយើង connect ជាមួយនឹងកាមេរ៉ាមួយទៀតសម្រាប់ទូរស័ព្ទដៃបងកុំភ្លេចបើក Bluetooth និង location ផងបើសម្រាប់ location បងខ្លះក៏អត់ដឹងថាបើកចំណុចណាបងបញ្ជាក់ដែរគឺយើងចុចចូលទៅលើ setting Please use app to configure Wi-Fi ហើយយើងអស់មកខាងក្រោមរកសញ្ញាបត្រដៃនេះមក location ខាងលើនេះអញ្ចឹងបើសិនជាខាងលើនេះបងអត់ទាន់បើកទេបងជួយបើកមកដើម្បីយើងទាញចាប់ជាមួយនឹងកាមេរ៉ាអញ្ចឹងបងពេលបងបើករួចរាល់អស់ហើយអញ្ចឹងពេលបងបើក Bluetooth និង location បានរួចរាល់ហើយបងចុចចូលទៅ app របស់យើងមកបងចុចទៅលើកន្លែងសញ្ញាលេខបូកឧទាហរណ៍ថាបើសិនជាវា load device ជូនបងអាចចុច connect នេះបានតែបើឧទាហរណ៍ថាវាអត់ load device ជូនបងទេ
បងអាច scan QR code លើកាមេរ៉ាបាននេះ QR code របស់កាមេរ៉ាជួយយើងដាក់ scan មក Please turn on the power switch of the device. Press មិន and ថា hold the ប្រភេទ reset ប្រើ button on the Wi-Fi ឬ device ក៏ for ជា about ប្រភេទ 5 ប្រើ SIM seconds. ទេ Wait for the បើប្រភេទ device's ប្រើ voice SIM prompt គឺ or យើង see ត្រូវ the scan QR indicator code ហ្នឹង light ណា is បង always on. ចា៎ And នេះ then បងប្អូ click នជា next. ប្រភេទប្រើ Wi-Fi អញ្ចឹងបងប្អូនគ្រាន់តែ scan ទៅហើយចុចពាក្យ next បន្តទៀតដល់ចំណុចនេះគឺវា load device របស់កាមេរ៉ាមកហើយអញ្ចឹងបងចុចទៅលើ device នេះមក Select the Please use Wi-Fi app to network you want configure to connect Wi-Fi. to. Please check whether ដល់ the ចំណុចហ្នឹង device គឺវានឹង supports ឲ្យបង 5G វាយទៅលើ Wi-Fi. password Wi-Fi ទីតាំងបងហើយឧទាហរណ៍ខាងលើនេះគឺឈ្មោះ Wi-Fi របស់បងសម្រាប់មួយទៀតគឺយើងជ្រើសរើសយក Wi-Fi 2.4G បងទៅយើងភ្ជាប់ជាមួយនឹងកាមេរ៉ាធនាគារចា៎នេះឈ្មោះ Wi-Fi របស់បងដើមនិងបងវាយ password Wi-Fi ទីតាំងបងតែម្ដងបញ្ជាក់បងត្រូវវាយឲ្យបានត្រឹមត្រូវសម្រាប់ password Wi-Fi ពេលដែល connect ទៅគឺវាធនាគារតែម្ដងតែបើសិនជាបងវាយអត់ត្រឹមត្រូវទេអានឹងត្រូវ reset Please កា use មេរ៉ាមួយថ app ង to ទៀតហើយ configure Wi-Fi. ចឹងអានេះបងវាយត្រឹមត្រូវហើយបងចុចពាក្យ done ចុចពាក្យ done ហើយចុចពាក្យ next បន្តទៀតហើយ confirm តែម្ដងចឹងបងគ្រាន់តែរង Wireless ចាំ is វាមក connecting. plate មក Please wait. Wireless connection succeeded. បងរងចាំតែបន្តិចមកវាគ្រីសទាំងអស់នេះគឺវាធនាគារតែម្ដងឥឡូវវាកំពុងតែចាប់ device ជាមួយនឹងកាមេរ៉ាឲ្យកាមេរ៉ាស្គាល់ជាមួយនឹងដុំ Wi-Fi មេរបស់យើងហើយអញ្ចឹងបងចាំតែមក plate មកគឺរួចរាល់ហើយនេះគឺវាភ្ជាប់បានរួចរាល់ហើយដល់ចំណុចហ្នឹងគឺវាឲ្យយើងដាក់ឈ្មោះទៅលើកាមេរ៉ាអញ្ចឹងបងអាចជ្រើសរើសភាសាអង់គ្លេសនេះអង់គ្លេសខាងលើនេះក៏បានឬក៏បងដាក់ឈ្មោះកាមេរ៉ាដោយបងចង់ដាក់ក៏បានដែរដូចបងចង់ដាក់ទៅលើឈ្មោះកាមេរ៉ានេះជា A1 ចាស់អញ្ចឹងបង get start តទៀត get start តទៀតហើយបងចុចទៅលើបងត្រូវចុចពាក្យ next ដើម្បីវាចាប់ចុច done ដល់ចំណុចនេះបងចុច no thank you មកតែប៉ុណ្ណឹងគឺរួចរាល់ហើយគឺបងអាចមើលទៅលើកាមេរ៉ាបានហើយ play មក